ពេលព្រឹកដើរហាត់ប្រាណក្បែរជើងភ្នំអាកាសធាតុត្រជាក់ស្រួលបាទអញ្ចឹងបានគេថាដើមឈើមានប្រយោជន៍ច្រើនបាទធ្វើឲ្យអាកាសធាតុត្រជាក់បាទធ្វើឲ្យភ្លៀងធ្លាក់តាមរដូវកាលបាទធ្វើឲ្យភ្លៀងធ្លាក់តាមរដូវកាលហើយជាជំរកសត្វគ្រប់ប្រភេទបាទមិនថាសត្វជើង2សត្វជើង4សត្វអត់ជើងបាក់សីទាំងឡាយទាំងពួងនឹងបើសិនជាគ្មានដើមឈើក៏មិនអាចរស់នៅបានដែរបាទត្រូវតែផ្លាស់ទីត្រូវតែផ្លាស់លំនៅហើយបាទត្រូវតែទៅរកកន្លែងដែលមានដើមឈើហើយអញ្ចឹងកាលណាមានដើមឈើតែងតែមានសត្វបាទបរិបូរទៅដោយសត្វគ្រប់ប្រភេទបាទហើយក្រៅអំពីជំរកដល់សត្វហើយជាជំរកដល់មនុស្សផងនោះបាទពេលយើងដើរហាលក្តៅពេលយើងធ្វើដំណើរយើងចង់ឈប់សម្រាកអីបើមានដើមឈើនោះយើងជ្រកក្រោមដើមឈើនោះមានអារម្មណ៍ថាត្រជាក់ស្រួលបាទអញ្ចឹងយើងគួរតែរក្សាដើមឈើស្រឡាញ់ដើមឈើកុំទៅនឹងដើមឈើបាទស្រុកយើងចូលចិត្តទៅដើមឈើតើបងប្អូនហើយចូលចិត្តទៅដើមឈើតារៀងនៅគៀកផ្លូវបន្តិចនៅជាប់លបងបន្តិចឬនៅគៀនភ្លឺស្រែបន្តិចនោះបាទកាប់ចោលហើយបាទកាប់ចោលហើយខ្លាចខាតដីបាទអត់ដឹងថាវាមានប្រយោជន៍ច្រើននោះបាទហើយកាលឆ្នាំ2019នោះបងប្អូនស្រុកយើងណាបានកាប់ដើមត្នោតចោលច្រើនមែនទែនណាបាទហើយឆ្នាំ2019នោះកាប់ដើមត្នោតចោលហាយហេបាទដើមត្នោតអាយុ30-40ឆ្នាំណានៅតាមភ្លឺស្រែនឹងកាប់ចោលខ្ទេចបាទដើមត្នោតខ្លះក៏គេយកកាប់ចោលហើយមានគេទៅទិញណាបាទគេទៅទិញទុកមកដើម 4-5 ម៉ឺនប៉ុណ្ណោះឯងបាទមកដើម 4-5 ម៉ឺនអាយុ 50-60 ឆ្នាំណាបាទនៅខាងភូមិខ្ញុំខាងស្រុកខ្ញុំឯនោះណាខ្ញុំស្ដាយមែនទែនហើយបើថាដើមឆ្នោតអាយុ 20-30 ឆ្នាំណាគេអត់យកលុយទេបាទអ្នកណាចង់បានក៏ទៅអាយកណាគេកាប់ចោលហើយយើងទៅអាយកមកប្រើប្រាស់បានណាឥឡូវសង្ស័យអស់ហើយដឹងបាទនេះយើងអត់ឃើញប្រយោជន៍វាណាហើយយើងដាំណាមិនងាយដាំទេបាទមិនងាយដាំទេដូនតាយើងដាំមកមិនដឹងប្រហែលឆ្នាំទេបាទឬបើវាដកខ្លួនឯងក៏មិនមែនចំណាយពេលប្រើពេលតិចដែរបាទហើយកាលខ្ញុំនៅបួសមានវត្តមួយនោះបាទកាប់ដើមឈើបាទអាចារ្យកាប់ដើមឈើចោលនោះបាទដើមឈើនោះធំមែនទែនណាបាទដើមឈើធំមែនទែនខ្ញុំភ្លេចឈ្មោះដើមឈើហើយបាទមិនមែនជាឈើសេដ្ឋកិច្ចទេបាទមិនមែនជាឈើសេដ្ឋកិច្ចទេឈើកណ្ដាលបាទប៉ុន្តែយកទៅប្រើការកើតបាទអាចយកទៅប្រើការកើតណាមិនមែនជាឈើផុយដោយដើមស្វាយដើមគោដើមអីទេដើមឈើនោះគឺដើមឈើអាចយកទៅប្រើប្រាស់ធ្វើផ្ទះធ្វើសម្បែងឲ្យកើតណាដើមនោះខ្ញុំភ្លេចហើយដោយសារខាងភូមិខ្ញុំវាអត់មានបាទវាអត់មានដើមនោះខ្ញុំធ្លាប់សួរគេដែរខ្ញុំបានសួរគេដែរប៉ុន្តែខ្ញុំភ្លេចហើយពេលដែលកាប់ទៅនោះបងប្អូនពេលវាដួលហើយណាខ្ញុំឈរថតណាលិចក្បាលខ្ញុំបាទខ្ពស់ជាងក្បាលខ្ញុំទៀតខ្ញុំថតទុករហូតដល់10ថ្ងៃបាទដោយសារខ្ញុំស្ដាយពេកខ្ញុំកម្ពស់ 1.61 ម៉ែត្រកម្ពស់ 1.61 ម៉ែត្រណាហើយដើមឈើនោះពេលវាដួលទៅនឹងវាខ្ពស់ជាងខ្ញុំបាទបងប្អូនគិតមើលថាវា
จำหน่ายเป็นประมาณឆ្នាំបាទហើយពុទ្ធបរិស័ទស្ដាយមែនទែនបាទប៉ុន្តែអត់ហ៊ានជាមួយអាចារ្យបាទអាចារ្យមានអំណាចខ្លាំងបាទហើយខ្ញុំសួរចាស់ដែលគាត់នៅចំណុះជើងវត្តនោះណាគាត់ថាគាត់កាលនោះគាត់អាយុ60 70ហើយគាត់ថាគាត់កើតមកគាត់ឃើញដើមឈើនោះហើយបាទហើយគេស្ដាយគ្រប់គ្នាបាទហើយកាលពីដើមឈើនោះនៅនោះបាទកាលពីដើមឈើនោះនៅមានបងប្អូនយើងណាបាទទៅលក់អីវ៉ាន់បាទគាត់លក់អីវ៉ាន់លក់ទឹកកំពៅលក់អីនឹងស្រួលណាស់បាទហើយអ្នកធ្វើការបាទដោយពួកអ្នកធ្វើការធនាគារណាបាទពួក CO ណាបង CO គាត់ពេលឈប់សម្រាកថ្ងៃត្រង់អញ្ចឹងគាត់ទៅហូបបាយហូបអីក្រោមដើមឈើណាបាទប៉ុន្តែពេលដែលកាប់ដើមឈើមួយនោះទៅគឺស្លាស់ជ្រិញហ្មងបាទស្លាស់ជ្រិញហើយគ្រាន់តែនៅជាប់លបងប្រាសាទបុរាណបន្តិចប៉ុណ្ណោះឯងបាទហើយតួប្រាសាទហ្នឹងនៅឆ្ងាយពីដើមឈើទេបាទគឺនៅជាប់លបងបុរាណបន្តិចណាហើយលបងបុរាណនោះគឺបាក់បែកហើយណាបាទហើយកាលពីទុកដើមឈើមើលទៅសុខភាពស្អាតមែនទែនបាទប៉ុន្តែដល់ពេលកាត់ចេញវាអស់សម្រស់បាទអស់សម្រស់ហើយធ្វើឲ្យក្អៅបាទ